សួស្តីខ្ញុំឈ្មោះធានេះជាវីដេអូដំបូងរបស់ខ្ញុំក្នុង Channel Voice of Experience សំឡេងនៃបទពិសោធន៍ថ្ងៃនេះខ្ញុំចង់និយាយពីការពិតមួយក្នុងជីវិតដែលពោរពេញទៅដោយបំណុលជាច្រើនការលំបាកចិត្តនិងផ្លូវដែលខ្ញុំបានឃើញឡើងវិញមានពេលខ្លះជីវិតមិនបានដើរតាមគ្រោងការដែលយើងរំពឹងទុកខ្ញុំក៏ដូចគ្នាខ្ញុំរស់នៅក្នុងស្ថានភាពបំណុលធំៗជាច្រើនចំណូលមិនគ្រប់គ្រាន់ថ្ងៃខ្លះក៏មានអារម្មណ៍ថាជីវិតមិនអាចបន្តទៅមុខបានទេយើងមនុស្សទាំងអស់គ្នាមានពេលធ្លាក់ចុះមានពេលដែលយើងស្ដាយមានពេលដែលយើងឈឺចាប់ក្នុងចិត្តតែអ្វីដែលធ្វើឲ្យខ្ញុំឈរឡើងវិញគឺការយល់ឃើញថាបើខ្ញុំមិនប្រឹងបន្តទេជីវិតខ្ញុំនឹងនៅកន្លែងដដែលថ្ងៃណាមួយខ្ញុំសម្រេចចិត្តថាខ្ញុំមិនចង់រស់នៅក្នុងភាពងងឹតទៀតទេខ្ញុំចាប់ផ្ដើមស្វែងរកដំណោះស្រាយកាត់បន្ថយចំណាយរៀនគ្រប់គ្រងប្រាក់និងស្វែងរកផ្លូវបន្ថែមចំណូលថ្មីហើយនៅពេលកំពុងស្វែងរកនេះខ្ញុំបានជួបមនុស្សល្អបានលើពាក្យល្អបានឡើងវិញក្នុងចិត្តថាខ្ញុំអាចធ្វើបានហេតុអ្វីបានជាខ្ញុំចាប់ផ្ដើម YouTubeព្រោះខ្ញុំជឿថាបទពិសោធន៍របស់មនុស្សម្នាក់អាចក្លាយជាកម្លាំងជំរុញជួយមនុស្សរាប់រយរាប់ពាន់នាក់ដែលកំពុងជួបការលំបាកដូចគ្នាដែរខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាទោះបីជាបំណុលធំប៉ុណ្ណាទោះបីជាប្រាក់ចំណូលរបស់យើងតិចទោះបីជាយើងពេលខ្លះបាត់បង់ទំនុកចិត្តលើខ្លួនឯងក៏ដោយតែសូមអ្នកកុំអស់សង្ឃឹមអ្នកត្រូវតែតស៊ូហើយខ្ញុំជឿជាក់ថានៅថ្ងៃណាមួយអ្នកនឹងអាចចាប់ផ្ដើមធ្វើបាននិងដោះស្រាយបានគ្រប់បញ្ហាទាំងអស់នេះជាគោលបំណងរបស់ Channel Voice of Experience បង្កើតសំឡេងដែលអាចលើកទឹកចិត្តអ្នកបានសូមអរគុណដែលបានស្ដាប់រឿងរ៉ាវរបស់ខ្ញុំបើអ្នកកំពុងឆ្លងកាត់ការលំបាកបច្ចុប្បន្នសូមចាំថាអ្នកមិននៅតែឯងទេសង្ឃឹមថាវីដេអូរបស់ខ្ញុំអាចជាកម្លាំងជួយជំរុញទឹកចិត្តអស់លោកអ្នកដើម្បីបន្តជីវិតរស់នៅទៅមុខទៀតក្នុងការដោះស្រាយគ្រប់បញ្ហាសូម Subscribe និង Follow Channel Voice of Experience ដើម្បីទទួលបានបទពិសោធន៍ថ្មីៗសូមអរគុណ